ចិនឲ្យកម្ពុជានិងថៃត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ភារកិច្ចបន្ទាន់គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានឆាប់ចាប់ផ្ដើមសន្ទនាឡើងវិញនិងដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដើមវេទិកាសម្រាប់សន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរទាំងនេះគឺជាខ្លឹមសារដែលឯករដ្ឋអគ្គទូតចិនប្រចាំនៅកម្ពុជាលោកវ៉ាងវិនពេញផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោកដេងស៊ីជុនមន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានិងថៃដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់ក្នុងចំនួនព្រំដែនកម្ពុជាថៃឯកអគ្គរដ្ឋទូតចិនបានលើកឡើងថាភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាននិងគាំទ្រទូនីតិដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទឈប់បាញ់រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរចិនសង្ឃឹមថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខខិតខំស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញតាមបណ្ដាព្រំដែន